ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំមកបង្ហាញតាក់ទងជាមួយនឹងបញ្ញាក្អែកដើមស្នោបញ្ញាក្អែកដើមស្នោនេះគឺស្ថិតនៅក្នុងប្រភេទបញ្ញាក្អែកកម្រមួយដោយសារតែពុកម៉ែបងប្អូនបានជ្រាបហើយថាដើមស្នោมันងាយនឹងមានបញ្ញាក្អែកមកតោងទេហើយអញ្ចឹងគឺជាបញ្ញាក្អែកមួយដ៏កម្រហើយលើសពីនេះទៅវិញទៀតគឺបញ្ញាក្អែកដើមស្នោបើតាមជំនឿដូនតាខ្មែរយើងគឺតាក់ទងជាមួយនឹងការរកស៊ីគឺល្អមែនតើព្រោះអីតាក់ទងជាមួយនឹងការសម្រាលពីភាពតានតឹងតាក់ទងជាមួយនឹងជំនឿបែបបុរាណខ្មែរយើងណាយើងអាចនិយាយបានថាជួយទៅលើសម្រាលបន្ទុកនានាហើយពុកម៉ែបងប្អូនមើលទៅនេះគឺជាមែកយើងហៅថាមែករបស់ដើមស្នោណាហើយនេះគឺជាផ្លោកបញ្ញានេះមើលទៅធំមែនតើធំជាងមេដៃទៀតហើយយើងមានមែកសួរមកវែងចេះនេះក៏ជាដៃបញ្ញាដែរបញ្ញាដើមស្នោហ្នឹងបើសិនជាពុកម៉ែបងប្អូនចាប់អារម្មណ៍អាចទំនាក់ទំនងលេខទូរស័ព្ទរបស់ខ្ញុំបានអរគុណជម្រាបលា